អ្វីៗដែលបានចូលមកដល់ជីវិតរបស់យើងប៉ុន្តែมันបានជួយឲ្យជីវិតយើងមានសេចក្តីចម្រើនទៅដល់ចំណេះដឹងនិងគុណធម៌ទេឬมันបាននាំមកនូវសេចក្តីសុខនិងកម្លាំងចិត្តទេតើយើងចេះតែរែកពុនចេះតែទូទៅធ្វើអ្វីបាបគឺជាមេរោគក្នុងចិត្តជាសត្រូវនៃជីវិតរបស់យើងឬថាជាសម្រាមដែលត្រូវបោះសម្អាតដូច្នេះមនុស្សយើងត្រូវចេះអប់រំចិត្តឲ្យមានអារម្មណ៍ព្រះកម្មដ្ឋានទើបអាចសម្អាតចិត្តដែលសៅហ្មងក្នុងរឿងផ្សេងទៅបានដោយអានុភាពនៃបិតិបាមោជ្ជៈក្នុងអារម្មណ៍នៃព្រះកម្មដ្ឋាននោះនៅក្នុងភិក្ខុវគ្គវគ្គទី25នៃព្រះគាថាធម្មបទព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាសេចក្តីត្រេកអរដែលមិនមែនជារបស់មនុស្សរមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ព្រះស្ងាត់អ្នកមានចិត្តស្ងប់រងាប់ជាអ្នកឃើញធម៌ដោយប្រពៃភិក្ខុពិចារណាការកើតឡើងនិងការវិនិច្ឆ័យទៅនៃខណ្ឌទាំងឡាយក្នុងកាលណារមែងបានបិតិនិងបាមោជ្ជៈក្នុងកាលនោះបិតិនិងបាមោជ្ជៈនោះឈ្មោះថាជាអមតៈធម៌របស់បណ្ឌិតអ្នកដឹងធម៌ទាំងឡាយគុណ3ប្រការនេះគឺការរក្សាឥន្ទ្រី1សេចក្តីសន្តោស1ការសង្រួមក្នុងបដិមោក្ខ1ជាខាងដើមនៃព្រះនិព្វាននោះតែមានដល់ភិក្ខុអ្នកមានបញ្ញាក្នុងសាសនានេះមនីភិក្ខុអ្នកចូលគប់រកកល្យាណមិត្តចូលមានព្យាយាមជាគ្រឿងរស់នៅដោយបរិសុទ្ធជាអ្នកមិនខ្ជិលច្រអូស